ជំរាបសួរអ្នកទាំងអស់គ្នានេះជាវីដេអូថ្មីមកកាន់សហគមន៍តំបាញ់នគរអញ្ញាត័យជាដំបូងយើងត្រូវមកកំពង់ចម្លងដើម្បីឆ្លងទៅខាងកោះអញ្ញាត័យដែលចំណាយប្រហែលដល់ពេល10នាទីជាងអីតែប៉ុណ្ណោះចំពោះសម្ព័ន្ធចូលតែ2000រៀលតែប៉ុណ្ណោះក្នុងមួយនាក់សហគមន៍តំបាញ់នគរអញ្ញាត័យគឺជាសហគមន៍មួយដែលល្បីនៅខេត្តកណ្ដាលខាងតំបាញ់សោតនិងក្រមាតាំងពីយូរណាស់មកហើយដំណើរការតម្បាញគឺរៀបចំសរសៃសូត្រលាបពណ៌សូត្រសម្រួលដល់សរសៃលើកង់តម្បាញត្បាញលំនាំដោយដៃហើយក៏បញ្ចប់ជាសំពត់ឬក្រមាលក្ខណៈពិសេសគឺតម្បាញដោយដៃអ្នកភូមិជាច្រើនប្រើកង់តម្បាញបុរាណដើម្បីត្បាញសូត្រផលិតផលសំខាន់ៗសំពត់សូត្រក្រមាកន្សែងនិងសម្លៀកបំពាក់ប្រពៃណីខ្មែរហើយនៅសហគមន៍នេះបានផ្ដល់នូវការងារដល់ស្ត្រីសហគមន៍មនុស្សជាច្រើនជាពិសេសស្ត្រីដែលអាចរកចំណូលពីការត្បាញតម្បាញនៅផ្ទះហើយក៏ជួយថែវប្បធម៌ខ្មែរផងដែរប្រសិនបើយើងទៅទស្សនាយើងអាចមើលពីការតម្បាញផ្ទាល់ហើយក៏អាចសួរពីវិធីធ្វើពីអ្នកស្រុកហើយក៏លើកទឹកចិត្តឲ្យជួយទិញផលិតផលដើម្បីគាំទ្រសហគមន៍ផងដែរសំពត់សូត្រដែលមានលំនាំស្រស់ស្អាតទន់រលោងនិងមានតម្លៃខ្ពស់ព្រោះធ្វើដោយដៃនិងចំណាយពេលយូរមួយប្រទាំងអាចចំណាយពេលពី2ទៅ3ថ្ងៃក្នុងដល់ឬក៏ដល់មួយសប្តាហ៍ហើយក៏អាចឈានទៅដល់10ថ្ងៃផងដែរហើយនៅទីនេះក្រៅពីតំបន់នៃការតម្បាញក៏មានជាប្រភេទសួនច្បារដែលយើងអាចដើរទស្សនាលេងរំសាយអារម្មណ៍ផងដែរបីហួចចិត្តនេះហាមគប់ក្រពើបាទខ្ញុំខ្ញុំដើររកក្រពើតែពុតក្រពើនៅខាងមុខសោះចឹងក៏មានសត្វកង្កោបដែលមានពីរបីក្បាលដែរនៅក្នុងហ្នឹងដែលយើងអាចថតលេងជាមួយវាផងដែរហើយនៅទីនេះក៏មានរូបចម្លាក់សត្វថ្មជាច្រើនផងដែរដែលយើងអាចទស្សនាបានបន្ទាប់មកក៏យើងទៅកន្លែងហាងកាហ្វេមួយទៀតដែលមានឈ្មោះថា Black Bamboo ដែលជាលក្ខណៈកាហ្វេ restaurant ដែលមាន pizza ឬក៏ម្ហូបដែលអាចយើងកម្មង់បាននៅទីនេះនៅពេលល្ងាចគឺមានថ្ងៃលិចស្អាតបងប្អូនប៉ុន្តែថ្ងៃនេះមេឃរោភ្លៀងអញ្ចឹងមេឃតុំអត់មានថ្ងៃលិចទេអង្គុយបានកន្លះម៉ោងភ្លៀងក៏ធ្លាក់មកខ្លាំងហើយខ្យល់ក៏ខ្លាំងផងដែរបន្ទាប់ពីរៀងភ្លៀងយើងក៏មកសាកលេង snooker បាទបុកគ្មានត្រូវទេហើយក៏រៀបចំអត់តែបាទមួកសើមជោគបាទផ្លិចហើយក៏ជិះទូកចម្លងដល់មកវិញហើយក៏ឃើញគេបាញ់កញ្ជ្រួចគឺថ្ងៃហ្នឹងគឺជាថ្ងៃចម្រើនបជនរបស់សម្ដេចម៉ែ